នេះគឺជាទស្សនវិជ្ជាមួយនៅលើទឹកដីនៃខេត្តព្រះវិហារដែលជាខេត្តមួយមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសលាវអ្នកទាំងអស់គ្នាហើយក៏ជាខេត្តមួយដែលមានធនធានធម្មជាតិជាច្រើនក្រៅពីទេសភាពធម្មជាតិក្រៅពីទេសភាពបែបព្រៃភ្នំជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាថ្ងៃនេះគឺ admin ធ្វើដំណើរចេញពីឃុំកំពង់សាឡៅតាមបណ្ដោយផ្លូវលំមួយខ្សែឆ្ពោះទៅកាន់ទឹកជ្រោះមួយកន្លែងដែលជាទឹកជ្រោះមួយនៅកណ្ដាលទន្លេតែម្ដងអាចនឹងមានបងប្អូនជាច្រើនស្គាល់ទឹកជ្រោះមួយកន្លែងហ្នឹងហើយក៏មានបងប្អូនមួយចំនួនទៀតមិនទាន់បានមកដល់នោះទេអញ្ចឹង admin ក៏សូមធ្វើការបង្ហាញពីផ្លូវធ្វើដំណើរតាមបណ្ដោយផ្លូវលំមួយខ្សែនេះឆ្ពោះទៅកាន់ទឹកជ្រោះហ្នឹងតែម្ដងហើយនេះគឺជាផ្លូវធ្វើដំណើរតាមបណ្ដោយផ្លូវលំមួយខ្សែដែលយើងធ្វើដំណើរចេញពីទឹកដីនៃខេត្តព្រះវិហារដែលមុននឹងទៅដល់ទឹកជ្រោះហ្នឹងគឺមានទេសភាពអមសងខាងផ្លូវគឺសុទ្ធតែព្រៃតែម្ដងអ្នកទាំងអស់គ្នាហើយបើនិយាយពីស្ថានភាពផ្លូវនៅខែប្រាំងมันលំបាកប៉ុន្មាននោះទេក្នុងការធ្វើដំណើរក៏ប៉ុន្តែបើសិនជាមានរថយន្តធំអីគឺអាចថាហុយហើយពិបាកក្នុងការធ្វើដំណើរដោយសារស្ថានភាពផ្លូវគឺជាផ្លូវលំក្រៅគ្រប់ក្រហមมันមានផ្លូវចាក់បេតុងនោះទេអ្នកទាំងអស់គ្នាអញ្ចឹងវាអាចនឹងហុយក្នុងការធ្វើដំណើរតែខ្ញុំធ្វើដំណើរគឺចេញពីទឹកដីនៃភូមិកំពង់សាមីអ្នកទាំងអស់គ្នាទឹកដីភូមិកំពង់សាមីគឺមានព្រំប្រទល់ជាប់នឹងទឹកជ្រោះមួយកន្លែងហ្នឹងតែម្ដងហើយដើម្បីចង់ដឹងថាទឹកជ្រោះហ្នឹងជាទឹកជ្រោះអ្វីហើយក៏មានបងប្អូនអាចស្គាល់ហើយបងប្អូនខ្លះទីក៏មិនស្គាល់អញ្ចឹងបងប្អូនអាចមើលវីដេអូមួយនេះពីដើមដល់ចប់នៅបងប្អូនដឹងថាផ្លូវទៅកាន់ទឹកដីនៃរមណីយដ្ឋានមួយនេះស្ថានភាពផ្លូវបែបណាយ៉ាងណាអញ្ចឹងបងប្អូនរីករាយទេសនាជាមួយនឹងវីដេអូរបស់ admin ពីដើមដល់ចប់ហើយមុននឹងទៅដល់ទឹកជ្រោះព្រះនិមិត្តអញ្ចឹងបងប្អូនអាចទេសនាពីទស្សនវិជ្ជាក៏ដូចជាទេសភាពសងខាងផ្លូវហើយមុននឹងទៅដល់កន្លែងទឹកជ្រោះហ្នឹងគឺនៅពីខាងដើមផ្លូវហ្នឹងគឺមានកាស៊ីណូអ្នកទាំងអស់គ្នាគឺកន្លែងចិនវាធ្វើមិនដឹងថាវាធ្វើស្អីទេនៅក្នុងនោះមិនដឹងថាជា scam ឬក៏ជាស្អីទេអ្នកនរគ្នាឃើញថាអគារធំមែនទែនហើយបច្ចុប្បន្នអគារហ្នឹងអត់មានមនុស្សទេគឺមានតែអគារទេអត់មានមនុស្សម្នាក្នុងការធ្វើអីបន្តនោះទេអញ្ចឹងមិនដឹងថាជាអគារស្អីនោះទេអ្នកនរគ្នាហើយបច្ចុប្បន្នបន្ទាប់ពីចិនវាចេញទៅគឺស្ងាត់ខ្លាំងមែនទែននៅក្នុងតំបន់មួយនេះគឺមានតែភ្ញៀវជាតិយើងតិចបន្តួចទេអ្នកនរគ្នាមានភ្ញៀវជាតិយើងមកលេងមិនជាច្រើនប្រហែលនោះទេអ្នកនរគ្នាក៏ប៉ុន្តែបើសិនជាយើងក៏លេងមកមើលពីទេសភាពនៅលើទឹកដីនៃភូមិកំពង់សាមីឬក៏គេហៅថាទឹកជ្រោះព្រះនិមិត្តនេះគឺអំណោយផលខ្លាំងមែនទែនបើសិនណាជាយើងអាចឆ្នៃវាឲ្យស្រស់ស្អាតជាងនេះបន្តិចទៀតពីព្រោះថាកន្លែងនេះគឺអាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទេសនាបានយ៉ាងច្រើនបើសិនណាជាយើងអាចឆ្នៃល្អជាងនេះហើយនេះគឺជាទស្សនវិជ្ជានៅលើទឹកដីនៃជ្រោះព្រះនិមិត្តបើនិយាយពីទេសភាពនៅរដូវប្រាំងនេះគឺស្អាតមែនទែនអ្នកនរគ្នាដោយសារវាមានទឹកហូរទឹកជ្រោះស្ងួតខ្មាញ់ពេញហ្នឹងអញ្ចឹងណាអ្នកនរគ្នាវារួមទៅគឺទឹកវារៀងថ្លាល្អហើយទឹកវាមិនសូវខ្លាំងវាអត់លិចថ្មអញ្ចឹងណាបើសិនណាយើងទៅខែវស្សាទឹកវាលិចថ្មទៅយើងថតទៅវាអត់ស្អាតទេអ្នកនរគ្នាអញ្ចឹងសម្រាប់បងប្អូនទៅលេងខែនេះគឺត្រូវតែម្ដងភាសាវាមានទឹកជ្រោះទឹកអីមានកន្លែងសម្រាប់អង្គុយថតអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងបើសិនណាជាបងប្អូនអត់ទាន់ស្គាល់បងប្អូនអាចមើលតាមខ្សែវីដេអូនេះបងប្អូនអាចស្គាល់ទឹកជ្រោះមួយកន្លែងនេះអញ្ចឹងជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទសូមអរគុណរាល់ការតាមដានទស្សនារបស់បងប្អូនឡងមកពីខ្ញុំបាទសូមអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយហើយមាននឹងព្យាយាមរត់យកទស្សនវិជ្ជាសាស្ត្រជាងលើកការពុកម៉ែបងប្អូនអរគ្នាបើសិនណាជាខុសឆ្គងដោយប្រការណាមួយជាស្រ័យទុកជាមុនអ្នកនរគ្នា